ជំរាបសួរបងប្អូនតោះចឹងយើងមកអាប់ដេតទៅលើតម្លៃទីផ្សារនេះសម្រាប់ការជួញដូរនៅថ្ងៃទី30ខែ6ឆ្នាំ2025ចឹងសម្រាប់ថ្ងៃនេះថ្ងៃច័ន្ទដើមសប្តាហ៍ក៏ជាថ្ងៃចុងខែនៃខែ6ផងដែរចឹងសម្រាប់តម្លៃហាងឆេងវាយើងអាចឃើញអំពីដំណើរដែលបានបើកផ្សារកាលពីព្រឹកមិញគឺបានបើកនៅតំបន់03280ហើយក៏បានទម្លាក់ខ្លួនដោនចុះខាងក្រោមវិញគឺដល់តម្លៃ03250អញ្ចឹងកត្តាដែលអាចទម្លាក់ទីផ្សារនេះទម្លាក់ចុះមកខ្ទង់$30ជាក្នុងម៉ោងកាលពីព្រឹកមិញនេះគឺដោយសារតែថ្ងៃច័ន្ទដើមសប្តាហ៍អញ្ចឹងភាពប្រែប្រួលរបស់ទីផ្សារនេះគឺវាតែងតែឡើងនិងចុះច្រើនគួរសមតាមពិតចុះកម្រិតនេះមិនជាច្រើនណាស់ណាទេបើយើងមើលឃើញទៅកម្រិតត្រឹមតែ30លេខទេដែលបានដោនចុះមកខាងក្រោមប៉ុន្តែអ្វីដែលយើងគាត់សម្គាល់នោះមានន័យថាបន្ទាប់ពីចុះដោនមកដល់03250គាត់ហើយក៏បានឡើងមកវិញឡើងមកកាលចោលត្រឹមតម្លៃដែលបានបើកផ្សារកាលពីព្រឹកមិញគឺនៅតម្លៃ03383អញ្ចឹងយើងឃើញកម្រិតគឺដើរចុះ30លេខហើយក៏ឡើងវិញ30លេខដែរសម្រាប់ថ្ងៃច័ន្ទដើមសប្តាហ៍ដោយសារតែទីផ្សារទើបតែបើកភ្លាមៗអញ្ចឹងมันគួរល្អនៅក្នុងការជួញដូរភ្លាមៗទេពីព្រោះដំណើរទីផ្សារគឺវានឹងព្យាយាមដើរឡើងចុះឲ្យឆ្អែតទៅសិនអានឹងយើងចាំមើលកម្លាំងដែលស្ងប់សិនសម្រាប់ការជួញដូរបន្តទៀតប៉ុន្តែនៅពេលដែលកម្លាំងឬក៏កម្រិតដែលបានចុះខ្ទង់30ទៅ40លេខឬក៏$50ជាងក្នុងអោនមានន័យថាបងប្អូនអាចព្យាយាមបើក position ទិញដេញឡើងវិញបានបើសិនជាករណីចុះបែបហ្នឹងហើយបើសិនជាឡើងបែបហ្នឹងក៏ដូចគ្នាផងដែរគឺមានន័យថាយើងអាចលក់បានប៉ុន្តែបើសិនជាដំណើរទីផ្សារហ្នឹងមិនទាន់មានការប្រែប្រួលទេយើងមិនល្អទៅលើការជួញដូរនៅពេលព្រឹកភ្លាមៗទេអញ្ចឹងយើងមកមើលទៅលើដំណើរទីផ្សារនេះបន្តទៀតថាតើបន្ទាប់ពីបានឡើងមកដល់តម្លៃ03280តើវានឹងអាចដើរទៅណាទៀតបើយើងមើលទៅលើបច្ចេកទេសដោយសារតែដំណើរទីផ្សារនេះបានចុះច្រើនគួរសមដែរចាប់តាំងពីតម្លៃ03350មកដល់តម្លៃ03250គឺខ្ទង់$100ជាងក្នុងអោនចុះ100លេខន័យថាវាជាកម្រិតមួយដែលចុះតែសប្តាហ៍មុនឥឡូវនេះគឺជាពេលវេលាមួយដែលដំណើរទីផ្សារវាអាចនឹងត្រឡប់បូកឡើងមកលើវិញហើយអញ្ចឹងពីតម្លៃ03280នេះគឺវាកំពុងតែដើរស្អីវិញ3-4 candlestick នៅក្នុងលំហូរ30នាទីអត់ទាន់ឡើងឬក៏ចុះមកខុសវិញទេតែបើតាមបច្ចេកទេសទៅលើ technical យើងអាចវិភាគឃើញថាទំនោរក៏ដូចជាដំណើរទីផ្សារមានគឺវាអាចនឹងកើនដោនមកវិញកម្រិតមធ្យមតិចតួចទេអាចមកកើត្រឹម03250ឬក៏60អីហ្នឹងហើយក៏បូកឡើងមកជើងទៀតឡើងមកផ្ដាច់នៅតម្លៃ03280ដែលជាតំបន់កំពូលរបស់វាតាមពិតទៅចំណុចនេះគឺជាតម្លៃទីផ្សារដែលព្យាយាមកើថាតើតម្លៃនេះគឺវាអាចនឹងបុកផ្ដាច់អត់បើសិនជាករណីបុកផ្ដាច់អញ្ចឹងមានន័យថាកម្លាំងខាងចេញមានគឺវាមានអត្រាខ្ពស់មែនទែនដែលអាចបន្តឡើងមកលើទៀតហ្នឹងគឺមកកើត្រឹមតម្លៃ03300ឬក៏តំបន់03310តែប៉ុន្តែយើងឃើញតំបន់ខ្សែMAមកតង់នៅតំបន់នេះគឺ03310និងតំបន់03400វិញអញ្ចឹងកម្លាំងទីផ្សារបើសិនជាវាbreak highនៅតម្លៃ03290អញ្ចឹងអត្រាខ្ពស់មែនទែនដែលទំនោរទីផ្សារមាននឹងព្យាយាមនៅក្នុងការកលហោះឡើងមកលើវិញអញ្ចឹងចុះក៏លឿនឡើងវិញក៏លឿនដែរអញ្ចឹងយើងអាចរងចាំមើលដំណើរផ្សារនៅចំណុចហ្នឹងបានសម្រាប់ការជួញដូរដែលល្អបំផុតគឺមានន័យថាយើងអាចរងចាំបន្តិចសិនឲ្យដំណើរទីផ្សារហ្នឹងចុះមកដល់03260ឬក៏តំបន់03250ដែលជាបាតចាស់កាលពីព្រឹកមិញហ្នឹងគឺយើងអាច follow ទិញព្យាយាមបើក position ទិញឡើងបានបើតាមការ recommend នៅតំបន់ខាងក្រោម03250ចុះក្រោមនេះគឺមិនល្អទៅលើការលក់ទេហើយបើសិនជាវាចុះទៀតយ៉ាងណាក្តីយើងអាចមើលសិនតើតម្លៃ03250នេះវាអាចនឹង break down ចុះទៅក្រោមទៀតអត់ហ្នឹងករណីចុះ break down ភ្លាមក៏មិនទាន់ចុះច្រើនដែរយ៉ាងច្រើនអាចត្រឹមតម្លៃ03240 30ក្រាស់40ហ្នឹងគឺជា0មួយដែលកើឬក៏ទីផ្សារបានបន្សល់ជើងដូចនៅក្នុងចំណុចនេះចឹងអាចនិយាយបានថាជាតំបន់ low ហើយឡើងចុះ low ហើយឡើងអញ្ចឹងបើសិនជាយើងព្យាយាមបើក position លក់នៅតំបន់ low ទៀតខាងក្រោមវាអាចនឹងប្រឈមទៅលើហានិភ័យទៅលើការជាប់ផ្សារច្រើនដោយសារតែជាតំបន់មួយដែលទីផ្សាររកតែបោកឡើងមកលើវិញទេហើយនៅពេលដែលវាបោកឡើងគឺនឹងឡើងរហូតឡើងលឿនឬក៏ឡើងច្រើនដោយមិនតម្លាក់ខ្លួនចុះមកក្រោមវិញឲ្យបងប្អូនអ្នកដោះទៅលើ percentage of sale ទេបើយើងមកឆែកទៅលើលំហ1ម៉ោងវិញគឺមានន័យថាយើងឃើញទៅលើកម្លាំង candlestick ដែលកំពុងតែបន្សល់ទុកចុងក្រោយនៅ candlestick 1ម៉ោងនេះគឺកំពុងតែព្យាយាម down ចុះមកខាងក្រោមដោយវាយើងបង្ហាញនៅក្នុងលំហ30នាទីអញ្ចឹងវាអាចនឹងតម្លាក់ខ្លួនចុះមកខាងក្រោមកម្រិតត្រឹមតម្លៃ03260គត់ជាតំបន់ low ចាស់របស់វាឬក៏អាចឃ្លីតិចតួចត្រឹមតំបន់ខ្សែហ្នឹងគឺទីផ្សារនឹងអាចបកត្រឡប់ឡើងមកលើវិញហើយអញ្ចឹងជាចំណុចមួយដែលបងប្អូនអាចព្យាយាមបើក position ទិញនៅតំបន់ low ខាងក្រោមយ៉ាងណាក្តីតាមការវិភាគនៃការព្យាករណ៍វិញបើយើង start ពីតំបន់03250កម្លាំងគឺវានឹងព្យាយាមនៅក្នុងការអង្គិលដេញឡើងបែបនេះគោលដៅធំអាចរយៈពេលយូរស្អែកខាងស្អែកហ្នឹងគឺមានឱកាសខ្ពស់ដែលមកដល់តម្លៃ03330ឬក៏តំបន់03350វិញហើយអាហ្នឹងបើយើងវិភាគទៅលើកម្លាំងជារួមក្នុងមួយសប្តាហ៍កម្រិតដែលអាចចុះទៅក្រោមថែមទៀតហ្នឹងវាត្រឹមតែកម្រិតមធ្យមតិចតួចទេតែឱកាសដែលអាចបូកឡើងមកលើវិញគឺមានច្រើនអញ្ចឹងបងប្អូនអាចព្យាយាមជួញដូរទៅតាមលំហអ្វីដែលអាចឃើញផ្នែកទៅតែបើតាមការវិភាគរបស់ខ្ញុំឃើញថាកម្លាំងវាអាចនឹងបូកត្រឡប់ឡើងមកលើវិញអញ្ចឹងយើងអាប់ដេតតម្លៃដែលយើងអាចជួញដូរបាននៅក្នុងថ្ងៃ30នេះផងដែរតំបន់ទី1គឺយើងអាចរងចាំលក់នៅតម្លៃ03288ហើយតំបន់ទី2គឺ03301និងតំបន់ទី3គឺ03315
តំបន់នេះគឺជាศูនย์មួយដែលយើងអាចរងចាំលក់បានបងប្អូនហើយតម្លៃដែលយើងរងចាំទិញវិញគឺ03260និងតម្លៃទី2គឺ03246តម្លៃទី3គឺ03232តែពិតទៅជម្រៅ32នេះវាអាចនឹងមិនមកដល់ទេគាត់ថាគីឡូថាយប់ជ្រៅវាអាចនឹង break down ខ្លាំងអានឹងយើងចាំមើលចាក់ដាច់ទៀតគាត់ថាកម្លាំងដែលអាចកើនខ្លាំងគឺត្រឹមតម្លៃ03260ឬក៏03245គឺជាចលនាទីផ្សារមួយដែលព្យាយាមនៅក្នុងការត្រឡប់បូកឡើងមកលើទៅតាមលំហូរបែបនេះអញ្ចឹងគោលដៅធំដែលយើងមើលឃើញគឺកម្លាំងត្រូវឡើងច្រើនជាងបើយើងមកឆែកទៅលើលំហូរ4ម៉ោងវិញយើងឃើញកម្លាំងដែលទីផ្សារព្យាយាម down ចូលមកខាងក្រោមគឺច្រើនគួរសមឲ្យតាំងពីតម្លៃ03450អញ្ចឹងយើងឃើញណាតាំងពី3450រហូតមកដល់តំបន់03250អញ្ចឹងគឺច្រើនខ្ទង់200លេខដែលបានទម្លាក់ខ្លួន down ចូលមកខាងក្រោមអញ្ចឹងចលនាទីផ្សារមក swing បើយើងគិតជារួមវិញទៅលើលំហូរ structure វាអាចនឹងដើរត្រឹម150 250ទៅ300គឺច្រើនហើយអញ្ចឹងកម្រិតប៉ុណ្នេះគឺវាដើរ250លេខហើយអញ្ចឹងវាគួរណាស់តែឡើងវិញអញ្ចឹងបន្ទាប់ពីបានចុះមកក៏វាជាតំបន់ low របស់ផ្សារដែរយើងឃើញហើយជាតំបន់ទីផ្សារដែលមានបាតនៅខាងក្រោមហើយបើសិនជាវាមកកាលឬក៏វាដើរដល់តំបន់ដែលវាត្រូវលងឡើងហើយការបង្កើតទៅលើកម្លាំងឡើងដែលបង្កើតទៅជាលំហូរ up trend ឬក៏មក swing របស់វាវិញគឺមិនតិចទេគឺអាចនឹងលូតមកដល់03400ឬក៏តំបន់03450នឹងវិញអញ្ចឹងបើសិនជាយើងបើក position លក់នៅតំបន់ low ខាងក្រោមករណីដែលទីផ្សារព្យាយាម break high ឬក៏បង្កើតទៅជាលំហូរ structure ថ្មីបង្កើតទៅជាកម្លាំងឡើងបែបហ្នឹងឱកាសដែលងាយដោះហ្នឹងគឺកាន់តែយូរហើយហ្នឹងហើយអញ្ចឹងតែលំហូរត្រូវឡើងគឺវាមានច្រើនយ៉ាងណាក្តីយើងមើលឃើញតំបន់កពូនៅចំណុចនេះមួយអញ្ចឹងកម្លាំងមាន3ទៅលើតំបន់កពូនៃ structure down trend បែបនេះបើសិនជាកម្លាំងវាត្រូវបុកឡើងចលនាដែលត្រូវមកកើខ្លាំងជាងគេគឺជាតំបន់03330គឺជាចលនាដែលទីផ្សារអាចនឹងកើខ្លាំងហើយចុះមកត្រឹមកម្រិត down ដែលយកជើង pullback ឡងឡើង break high ហើយហោះទៅលើតែម្ដងបច្ចេកទេសមានន័យថាវានឹងអាចដើរបែបនឹងច្រើនបើសិនជាមិនមានbreaking news ណាមួយចេញមកធ្វើឲ្យកម្រិតទៅលើទីផ្សារមានវាអាចនឹង move down ឬក៏ចុះទៅក្រោមខ្លាំងទេយ៉ាងណាដែរអ្វីដែលយើងក៏សម្គាល់ទៅលើព័ត៌មានទាន់ហេតុការណ៍គឺសំដៅទៅលើព្រឹត្តិការណ៍ដូចជាសង្គ្រាមជាក់ស្ដែងនៅលើពិភពលោកហើយយើងក៏មិនអាចកំណត់សម្គាល់ដឹងមុនថាតើពេលណាម៉ោងណាថ្ងៃណាដែលវាមានព័ត៌មានកម្រិតណាដែរអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាទេអញ្ចឹងស្របជារួមទៅលើលំហូរធំ4ម៉ោងមួយនេះយើងឃើញថាកម្លាំងវាព្យាយាម down ចូលមកខាងក្រោមច្រើនហើយបើសិនជាវាអាចនឹងចង់ចុះទៅមួយជើងទៀតយើងឃើញតំបន់បន្ទាត់ដែលយើងចាប់នៅតំបន់ low នេះគឺ03200ជាជំរៅចុងក្រោយអញ្ចឹងបើសិនជាចុះពីតម្លៃ03450មកដល់តម្លៃ03200គឺមានន័យថាវាចុះមក swing នឹងគឺស្មើនឹង$250ក្នុងមួយអោនអញ្ចឹងបន្ទាប់ពីចុះដល់កម្រិតហ្នឹងហើយវាគួរណាស់តែឡើងទៅលើវិញច្រើនដូចគ្នាផងដែរយ៉ាងណាក្តីតាមការ recommend នឹងការព្យាករណ៍ទេឃើញថាវាអាចនឹងចុះកម្រិតតិចតួចតែបូកឡើងគឺមានច្រើនបងប្អូនព្យាយាមជួញដូរទៅតាមបច្ចេកទេសអ្វីដែលអាចនឹងយល់ឃើញមួយផ្នែកទៀតបានចឹងសម្រាប់ការ update តម្លៃអង្គជ័យមាសសម្រាប់ការជួញដូរនៅថ្ងៃទី30គឺមានតែប៉ុណ្្នឹងទេជូនបងប្អូនទាំងគ្នា trade ចំណេញច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀត